ការលក់ដាច់ដែលមានន័យបំផុតសម្រាប់អ្នកលក់ណាគឺទី1លក់ដាច់ហើយភ្ញៀវសប្បាយចិត្តទី2លក់ដាច់ហើយចំណេញលុយទី3លក់ដាច់ហើយគឺអត់បំពេញនរណាម្នាក់ទេទី1លក់ដាច់ហើយភ្ញៀវសប្បាយចិត្តលក់ដាច់ដែលមានន័យបំផុតសម្រាប់យើងជាអ្នកលក់ហ្នឹងណាគឺលក់ដាច់ហើយភ្ញៀវសប្បាយចិត្តគ្មានការបខិតបខំគ្មានការដាក់សម្ពាធគ្មានការបន្ទុះសារាយអានឹងជាលៀបធំមែនតែនរបស់យើងជាអ្នកលក់ខ្លះឃើញតែគាត់លក់ដាច់មែនប៉ុន្តែភ្ញៀវមកពេលណាក៏មានបញ្ហាដែរសេវាកម្មយឺតយ៉ាវលក់ដូរបន្លំលិចបន្លំកើតអាវ៉ាន់លក់ផ្សេងដល់ទៅដល់ដៃភ្ញៀវផ្សេងអញ្ចឹងទៅអ្នកលក់សម្ដីឆ្លើយអត់មានក្រមសីលធម៌អីអញ្ចឹងទៅលក់ដាច់មែនប៉ុន្តែលក់មិនបានយូរទេព្រោះភ្ញៀវវាចាប់ផ្ដើមអស់អារម្មណ៍ពីកន្លែងលក់របស់យើងត្រូវចាំថាភ្ញៀវទិញយើងមិនមែនដោយសារតែផលិតផលយើងល្អផលិតផលយើងល្បីមួយមុខទេអារម្មណ៍ល្អក៏ជាផ្នែកមួយនៅក្នុងការងារលក់និងការផ្ដល់សេវាកម្មរបស់យើងដែរអញ្ចឹងបើលក់ដាច់ហើយភ្ញៀវខូចអារម្មណ៍បងប្អូនត្រូវមើលឡើងវិញលក់ដាច់ហើយមានបញ្ហាល្អកកមួយភ្ញៀវអានឹងសិតសឹងតែជាបញ្ហាហើយថ្ងៃក្រោយគឺគាត់អត់មកទិញយើងទៀតទេអាការលក់ដាច់ទាំងចងេងចងាងចឹងទៅអានឹងគេអត់ហៅថាជាការលក់ដាច់ដ៏ល្អសម្រាប់អ្នកលក់គ្រប់គ្នាទេហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នាអត់ចង់បានរូបភាពបែបហ្នឹងនៅក្នុងការងារលក់របស់យើងទេខ្ញុំសូមណែនាំហាងលក់ទូរស័ព្ទដៃគ្នាយើង VIP នៅលើផ្លូវកម្ពុជាក្រោមដែលមានលក់ទូរស័ព្ទដៃទាំងមួយទឹកនិងថ្មីគ្រប់ទំនិញមិនថា iPhone, iPad, MacBook និង accessory គ្រប់ប្រភេទជាផលិតផលសុទ្ធរបស់ក្រុមហ៊ុន Apple និងមានការធានារយៈពេល1ឆ្នាំពេញដំបូងគេនៅក្នុងទី2លក់ដាច់ហើយតែចំណេញលុយផងចាស់ផ្ដាំថាធ្វើអីធ្វើកុំឲ្យតែល្អមើលធ្វើឲ្យល្អហូបផងអ្នកខ្លះឃើញតែភ្ញៀវពេញមែនជាក់ស្ដែង 2-3 ខែឃើញបិទហាងបាត់ហើយយើងចិត្តតែឆ្ងល់ទេបើលក់ដាច់ម្លឹងអាមិនបានបិទហាងតាមពិតអាចនឹងមកពីប្រភពនៃប្រាក់ចំណេញរបស់គាត់នឹងគ្រប់គ្រងទៅលើការលក់របស់គាត់អត់បានល្អមែនតើខ្ញុំគិតថាអ្នកលក់មួយចំនួនគឺគាត់ប៉ាកែរឿងបញ្ចុះតម្លៃហ្មងប៉ាកែរឿង promotion ហ្មងពេលខ្លះយើងអត់មានវិធីអីក្រៅពីហ្នឹងទេបញ្ចុះយូរទៅគឺតែចុះឲ្យពិបាកឡើងណាស់ហើយភ្ញៀវស្រុកយើងដឹងស្រាប់ហើយពេលបញ្ចុះមកទិញដល់ពេលឡើងវិញចាំពេលបញ្ចុះអញ្ចឹងយើងជាអ្នកលក់ត្រូវមើលដែរលក់បែបម៉េចឲ្យបានហូបផងលក់បែបម៉េចឲ្យវាចំណេញលុយមកយើងផងមិនមែនគិតតែធ្វើឲ្យភ្ញៀវសប្បាយចិត្តហើយអស់ចុងអស់ដើមក៏យើងអត់គិតអានឹងអត់បានទេភ្ញៀវចង់បានតែថោកទេហើយបើយើងលក់ថោករហូតដល់ផ្កាប់ឆ្នាំងបាយខ្លួនឯងអានឹងក៏វាអត់កើតដែរលក់ត្រូវគិតលើប្រាក់ចំណេញឲ្យមែនតែនគិតថាធ្វើម៉េចឲ្យវាចំណេញបើមិនចំណេញអាហ្នឹងក៏យើងចំណេញអាផ្សេងដែរអញ្ចឹងបើលក់មិនចំណេញកុំលក់ហើយបើចង់ឲ្យភ្ញៀវសប្បាយចិត្តហើយយើងអត់មានប្រាក់ចំណេញអាហ្នឹងយើងបំរើគេ free ហើយយើងត្រូវចាំថាភ្ញៀវសប្បាយអតែពេលថោកហ្នឹងទេហើយដល់ពេលយើងអស់ដើមភ្ញៀវបានត្រឹមថាអូនបិទហាងហើយចូលរួមសោកស្ដាយអីតែប៉ុណ្្នឹងទេអាហ្នឹងអ្នកដែលគិតរឿងអាជីវកម្មរបស់យើងគឺយើងខ្លួនឯងហ្នឹងឯងទី3លក់ដាច់យើងចែកគ្នារស់ផងចែកភ្ញៀវយើងរស់ផងចែកដៃគូរស់ស៊ីរបស់យើងរស់ផងពាក្យខ្មែរនិយាយថាយើងហូបបាយនឹងចានកុំឲ្យគេហូបបាយនឹងត្រឡោកវាមិនសមទេយើងលក់ដាច់ត្រូវច្បាស់ថាយើងអត់បំពេញនរណាគេដើម្បីប្រយោជន៍របស់យើងទេទាំងភ្ញៀវទាំងដៃគូរស់ស៊ីរបស់យើងនៅក្នុងទីផ្សារអ្នកខ្លះចង់ចំណេញមែនតើទៅធ្វើឲ្យគេខាតដោយសារផលចំណេញខ្លួនឯងនឹងក៏មានដែរអ្នកខ្លះសុកចិត្តខាតដើម្បីបំផ្លាញទីផ្សាររបស់គេក៏មានដែរយើងចង់បានលុយគេក៏ចង់បានលុយដែរចែកគ្នារស់ទៅដៃគូរកស៊ីឲ្យគាត់រស់ផងភ្ញៀវយើងក៏ឲ្យគាត់រស់ផងយើងលក់បានលុយហើយតែភ្ញៀវដែលគេទិញយើងតើគេបានអីពីយើងវាសមនឹងតម្លៃដែលគាត់ចាយជាមួយយើងអត់នៅក្នុងទីផ្សារនេះយើងត្រូវតែចេះចែកគ្នារស់កុំរស់តែឯងយើងបានហូបឆ្ងាញ់ហើយប៉ុន្តែភ្ញៀវរបស់យើងរងគ្រោះអានឹងក៏យើងហូបអត់ឆ្ងាញ់ដែរយើងចេះហូបបាយនឹងចានក៏គួរឲ្យគាត់ហូបបាយនឹងចានដែរទៅយើងលក់ដាច់លក់ស្របតាមអ្វីដែលជាគោលការណ៍អ្វីដែលជាសមាជីវរបស់យើងមិនបំពានគេយើងផ្សាយបែបយើងលក់បែបយើងមានតម្លៃបែបយើងអានឹងហើយគឺជាការលក់ដាច់ដែលមានតម្លៃបំផុតនៅក្នុងទីផ្សាររបស់យើង
ប្រមូលគំនិតលក់បន្ថែមបងប្អូនអាចអានសៀវភៅអាត់3និងសៀវភៅផ្កាយ5បងប្អូនអាចដាក់ការកម្មង់តាមរយៈ comment ខាងក្រោមឬក៏ inbox ចូលទៅក្នុង page ក្រុមការងារនឹងរៀបចំសៀវភៅជូនបងប្អូនទាំងអស់គ្នា